ប្រសិនបើយើងអត់ញ៉ាំអាហារតែមួយថ្ងៃយើងនឹងមានអារម្មណ៍ថាកំពុងជិតស្លាប់ហើយប៉ុន្តែមានសត្វមួយចំនួនអាចសើចបានធម្មតាទាំងដែលពួកវាកំពុងឃ្លានទាំងនេះគឺជាចំណាត់ថ្នាក់សត្វទាំង8ដែលមានសមត្ថភាពអាចរស់នៅបានយូរបំផុតដោយគ្មានចំណីអាហារចំណាត់ថ្នាក់ទី8ត្រីសាល់មុនត្រីសាល់មុនអាចរស់រានមានជីវិតបានដោយអត់អាហាររយៈពេល2សប្តាហ៍ទៅច្រើនខែក្នុងអំឡុងពេលពួកវាធ្វើការបម្លាស់ទីដើម្បីបន្តពូជប្រភេទត្រីសាល់មុនខ្លះឈប់ស៊ីចំណីទាំងស្រុងហើយពឹងផ្អែកលើថាមពលដែលបានរក្សាទុកចំណាត់ថ្នាក់ទី7សត្វ Emperor Penguins ឬ Atheric Penguin សត្វ Penguin ប្រភេទនេះអាចរស់រានមានជីវិតបានដោយគ្មានអាហាររយៈពេលប្រហែល2ទៅ4ខែសម្រាប់សត្វឈ្មោលសត្វ Penguin ឈ្មោលតមអាហារខណៈពេលដែលពួកវាកំពុងភ្ញាស់ពងអំឡុងពេលរដូវរងាដ៏អាក្រក់នៅទ្វីបអង់តាក់ទិកការពិតដ៏គួរឲ្យចាប់អារម្មណ៍មួយអំពីសត្វ Penguin នោះគឺសត្វឈ្មោលជាអ្នកភ្ញាស់ពងចំណែកសត្វញីជាអ្នករកចំណីចំណាត់ថ្នាក់ទី6សត្វអូតសត្វអូតអាចរស់រានមានជីវិតបានដោយអត់អាហាររយៈពេលច្រើនសប្តាហ៍ទៅច្រើនខែដោយសារតែពួកវាផ្ទុកខ្លាញ់នៅក្នុងបូករបស់ពួកវាហើយប្រើប្រាស់វាជាថាមពលនៅពេលដែលពួកវាខ្វះខាតអាហាររយៈពេលយូរចំណាត់ថ្នាក់ទី5សត្វខ្លាឃ្មុំសត្វខ្លាឃ្មុំអាចរស់រានមានជីវិតបានដោយអត់អាហាររយៈពេលរហូតដល់7ខែពួកវាពឹងផ្អែកទៅលើជាតិខ្លាញ់ដែលបានរក្សាទុកហើយបន្ថយអត្រាការធ្វើមេតាបូលីសរបស់ពួកវាក្នុងអំឡុងពេល hibernation គឺជាពេលវេលាដែលសត្វខ្លាឃ្មុំសង្ងំលាក់ខ្លួននៅក្នុងរូងនៅសេសរដូវចំណាត់ថ្នាក់ទី4សត្វខ្យាដំរីសត្វខ្យាដំរីអាចរស់រានមានជីវិតបានដោយអត់អាហាររយៈពេលដល់ទៅ1ឆ្នាំសត្វប្រភេទនេះអាចធ្វើឲ្យការរំលាយអាហាររបស់ពួកវាយឺតនិងអាចរស់នៅដោយអត់អាហារបានរយៈពេលវែងចំណាត់ថ្នាក់ទី3ប្រភេទសត្វពស់មួយចំនួនដូចជាពស់ថ្លាន់ពស់វែកជាដើមប្រភេទសត្វពស់មួយចំនួនអាចរស់រានមានជីវិតបានដោយអត់អាហាររយៈពេលរហូតដល់1ទៅ2ឆ្នាំដោយសារតែពួកវាមានអត្រាមេតាបូលីសទាបហើយអាចរស់នៅបានយូរជាមួយនឹងចំណីធំបានចំណាត់ថ្នាក់ទី2សត្វក្រពើសត្វក្រពើអាចរស់រានមានជីវិតបានដោយអត់អាហាររយៈពេលរហូតដល់3ឆ្នាំការរំលាយអាហាររបស់ពួកវាដំណើរការយឺតខ្លាំងហើយពួកវាអាចរស់នៅបានរយៈពេលយូរដោយការសន្សំថាមពលចំណាត់ថ្នាក់ទី1សត្វ Tardigrade សត្វ Tardigrade អាចរស់នៅបានដោយអត់អាហាររយៈពេលជាច្រើនឆ្នាំប្រមាណជា30ឆ្នាំជាងនៅក្នុងសភាពសន្លប់ពួកវាអាចចូលទៅក្នុងសភាពមួយហៅថា Cryptobiosis ដែលពួកវាចាប់ផ្ដើមស្ងួតខ្លួនហើយស្ទើរតែបញ្ឈប់សកម្មភាពមេតាបូលីសទាំងអស់ដូចជាការរំលាយអាហារជាដើម